bà chụp xua bộ phận ngọc này bà ngày này cứ như ngày tì sam sắp khai muối pi pom mà phải mùi nè bàในขณะวิดีโอนี้ខ្ញុំចែករំលែកពីការដកបន្លែជូនម៉ួយកាណាបាទថ្ងៃនេះម៉ួយកាដក11គីឡូហើយនឹងម៉ួយផ្សេងទៀតដែលគាត់យកទៅលក់រាយបន្តនៅផ្សារវាខ្ទង់30គីឡូជាងដែរអញ្ចឹងនេះខ្ញុំផ្ដោតទៅលើចែកប័ណ្ណពិសោធន៍បងប្អូនទៅលើម៉ួយកាណាបាទអញ្ចឹងបងប្អូនភាគច្រើនដែលគាត់ទៅហូបការគាត់ឲ្យហ៊ានហូបទេបន្លែតាំងចាននៅលើសាឡាត់តាំងចានមានសាឡាត់នៅលើចានណាបាទប៉ុន្តែខ្ញុំចង់ប្រាប់ថារោងការណាបាទចង់ធ្វើការនៅខាងតាំងកសាំងណាបាទល្បីមានប្រមាណដែរធំណាគាត់យកសាឡាត់ខ្ញុំទាំងអស់អញ្ចឹងបងប្អូនមិនបារម្ភទេថាសាឡាត់ដែលយកតាំងចានហ្នឹងគឺសាឡាត់នាំចូលគេដាក់តាមរក្សាគុណភាពអញ្ចឹងបងប្អូនកុំខ្លាចភាគច្រើនគឺ90%ដែលយកចុងភៅដែលយកបន្លែខ្ញុំទៅណាបាទខ្ញុំលើកឧទាហរណ៍នៅការនៅគេហូបនៅទីស្នាក់ការប៉ាបាទតាំងកសាំងណាអញ្ចឹងតាំងចានហ្នឹងគឺសុទ្ធតែជាបន្លែរបស់ខ្ញុំទាំងអស់ដោយសារអីខ្ញុំដឹងពីម៉ួយដែលខ្ញុំរៀបឲ្យគាត់រៀបតសួរគាត់បាទហើយខ្ញុំស្គាល់បន្លែខ្ញុំទៀតហើយខ្ញុំថាថតដែរបងប្អូនថ្ងៃហ្នឹងថាថតជាវីដេអូដើម្បីជូនបងប្អូនជាផុសតាងដែរបើតែដោយសារតែយើងគួយជាមួយគាត់ហ្នឹងគឺຕົកទៅគ្រូអញ្ចឹងខ្ជិលញ៉ៃជាមួយគេបាទដោយសារខ្ញុំមានតែម្នាក់ហើយគ្រូមាន9នាក់អញ្ចឹងមកຕົក10នាក់អញ្ចឹងខ្ញុំខ្ជិលញ៉ៃខ្ញុំអត់ហ៊ានថតទេបងប្អូនបាទហើយគ្រាន់តែបានតែនិយាយប្រាប់បងប្អូនថាបងប្អូនមិនបារម្ភទេមិនមែនតាំងចានហើយកវត្តចោលទេណាមេការនិយាយថាតាំងចានហើយកវត្តចោលប៉ុន្តែអត់ទេណាតាំងចានអត់កវត្តចោលទេតាំងចានហើយអ្នករួមតុកជាមួយខ្ញុំគេហូបទាំងអស់សាឡាត់ហ្នឹងបាទភាគតិចទេដែលគេអត់ហូបអញ្ចឹងណាបាទតែសម្រាប់តុកខ្ញុំហ្នឹងគេហូបអស់ហ្មងដោយសារអីបងគាត់ស្រឡាញ់សុខភាពគាត់ហូបបន្លែមែនអត់គាត់ហូបបន្លែគាត់ហូបនេះខាត់ណាផ្កាខាត់ណាហូបសាឡាត់ហូបអីចឹងណាដើម្បីសុខភាពបាទកាលណាយើងមានបន្លែចូលខ្លួនអញ្ចឹងវាល្អសម្រាប់សុខភាពរបស់យើងបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ខ្លាចបារម្ភខ្លាចបន្លែជាបន្លែសារគុណភាពអីចឹងណាអញ្ចឹងបន្លែម៉ួយតុកការបស់ខ្ញុំបងដល់សៀមរាបដល់ចកាលើដល់កំពង់ចាមម៉ួយតុកការបស់ខ្ញុំតុកកានៅស្រុកខាងតាំងកសាំងណាបានឆ្ងាយបងប្អូនបាទដល់កំពង់ធំតាំងកសាំងហើយតែដល់កំពង់ធំព្រះវិហារចកាលើកំពង់ចាមអញ្ចឹងណាអញ្ចឹងនេះបញ្ជាក់ថាចង់ភៅរបស់គាត់បើសិនជាគាត់ធ្វើដៃអន់ណាអត់បានឆ្ងាយទេបងប្អូនបាទហើយបន្លែខ្ញុំបើសិនជាបន្លែអន់ណាក៏គេអត់យកដែរអញ្ចឹងណាបាទហើយក៏អត់មានដល់ថ្ងៃនេះដែរខ្ញុំ6ឆ្នាំហើយបងប្អូនបាទ6ឆ្នាំហើយណាខ្ញុំរៀបបន្លែឲ្យម៉ួយតុកកាប៉ុន្តែទៅមួយឆ្នាំហ្នឹងទេបងប្អូនដែលតុកកាផ្អើលយកដោយសារអីគេដឹងពីគុណភាពបន្លែរបស់ខ្ញុំទុកបានយូរអញ្ចឹងណាណាបានណា